ខកពីដែលបញ្ជាក់ថាព្រះបានបង្កើតអ្វីទាំងអស់ហើយព្រះដែលបង្កើតមនុស្សយើងគឺព្រះវរបិតាព្រះរាជបុត្រាហើយនិងព្រះវិញ្ញាណបរិសុទ្ធគឺសំដៅថាព្រះវរបិតាហ្នឹងហើយព្រះរាជបុត្រាបាទព្រះរាជបុត្រាគឺសំដៅលើអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទយើងមើលលោកុបាតចំពុក1ខ1បាទចំពុក1ខ1គេថា in the beginning បាទ in the beginning God created the heaven and the earth បាទអញ្ចឹងការដំបូងឡើយព្រះបានបង្កើតផ្ទៃមេឃហើយនិងផែនដីបាទពាក្យ heaven នេះគឺសំដៅមិនត្រឹមតែផ្ទៃមេឃឋានសួគ៌ជាន់ទី1ទី2ទេតែជាឋានសួគ៌ជាន់ទី3ដែរបាទយើងបានដឹងថាឋានសួគ៌ជាន់ទី1គឺជាកន្លែងបាក់សាបាក់សីហោះហើរនឹងឬហៅថាផ្ទៃមេឃហ្នឹងឯងហើយឋានសួគ៌ជាន់ទី2គឺបណ្ដុំហ្វូងតារាផ្កាយផ្សេងហ្នឹងបាទភពផ្សេងហើយនឹងហ្វូងកាឡាស៊ីនៅក្រៅ Galaxy Milky Way ក៏ស្ថិតនៅក្នុងឋានសួគ៌ជាន់ទី2ដែរហើយឋានសួគ៌ជាន់ទី3ហ្នឹងគឺកន្លែងព្រះហើយនឹងហ្វូងនៃទេវតារបស់ទ្រង់គង់នៅព្រមទាំងបាទគេថាមនុស្សដែលទទួលព្រះគ្រីស្ទជាព្រះសង្គ្រោះពេលដែលព្រះអង្គគេនៅរស់បាទនៅឋានសួគ៌ជាន់ទី3ហើយយើងបកទៅព្រះគម្ពីរលោកុបាតចំពុក1ខ26គឺសំដៅថាព្រះវរបិតាព្រះយេស៊ូវគ្រីស្ទហើយនឹងព្រះវិញ្ញាណបរិសុទ្ធដែលជាអ្នកដែលបង្កើតមនុស្សបាទនេះខ26ហ្នឹងបាទខ្ញុំ highlight ទីសិនអូខេបាទនេះ and God said let us make man in our image ពាក្យថា let us ព្រះ and God said មានព្រះមានបន្ទូលថា let us អញ្ចឹងមិនតែព្រះវរបិតាតែមួយទេតោះនេះបាទហើយក៏មិនមែនជាអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទតែមួយដែរហើយក៏មិនមែនជាព្រះវិញ្ញាណបរិសុទ្ធតែមួយដែរគឺព្រះទាំង3នឹងតែម្ដងអញ្ចឹងពាក្យថា God គឺសំដៅលើព្រះវរបិតាព្រះរាជបុត្រាគឺអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទហើយនិងព្រះវិញ្ញាណបរិសុទ្ធ let and God said ហើយព្រះមានបន្ទូលថា let us គឺព្រះវរបិតាព្រះយេស៊ូវគ្រីស្ទហើយនិងព្រះវិញ្ញាណបរិសុទ្ធដែលទ្រង់បានអីគេ make man in our image image មានព្រះទ្រង់រួមគ្នាបាទព្រះរួមគ្នាទ្រង់បង្កើតមនុស្សឲ្យមានលក្ខណៈដូចជារូបអង្គទ្រង់តោះនេះបាទកន្លែងហ្នឹងអញ្ចឹងគឺសំខាន់ណាស់ដែលយើងត្រូវដឹងថាព្រះទាំង3គឺរួមគ្នាដើម្បីបង្កើតមនុស្សហើយមនុស្សយើងមានលក្ខណៈដូចជាព្រះបាទនេះបាទយើងមើល in our image our គឺសំដៅលើអង្គម្ចាស់ព្រះគ្រីស្ទព្រះវរបិតានិងព្រះវិញ្ញាណបរិសុទ្ធហ្នឹងណា our image មានលក្ខណៈរូបរាងដូចជាព្រះជាម្ចាស់ហើយសូមព្រះអង្គប្រទានពរដល់អ្នកទាំងអស់គ្នាបាទ God bless